បាទនេះគឺជាការបង្ហាញពីរបៀបបង្កើត USB boot ជាមួយនឹង Windows 8 ជាដំបូងយើងត្រូវមានកម្មវិធី USB boot ហើយនឹង file Windows 8 យើងត្រូវតែបំលែង file ទៅជា file ISO ហើយបន្ទាប់មកទៀតយើងត្រូវមាន flash USB 4G ឡើងបាទឥឡូវនេះយើងចាប់ផ្ដើមធ្វើការបង្កើតយើងដក flash របស់យើងចូលបាទនេះគឺជា USB របស់ខ្ញុំ flash USB របស់ខ្ញុំយើងចាប់ផ្ដើមបើកកម្មវិធីហើយយើងប្រោះរក file ISO នេះគឺជា file Windows 8 របស់ខ្ញុំដែលម្លែងរួចរាល់យើងចុចលើវាហើយយើងប្រាប់ពាក្យ open ហើយបន្តមកទៀតយើងចុចពាក្យថា next ហើយកន្លែងនេះយើងត្រូវ select យក USB device នេះជា USB ដែលខ្ញុំបានដោនមិញហើយយើងប្រើពាក្យ begin copy ចុចពីមកហើយយើងចុចពី USB device យើងចុចពាក្យថា yes ឥឡូវនេះវាធ្វើការ format file format USB របស់យើងរងចាំវា plan បាទឥឡូវនេះវាកំពុងតែ copy ចូល ហើយយើងរងចាំវាបាន 100% ពេលនោះយើងនឹងបញ្ចប់ការបង្កើត USB យើងអាចយក USB របស់យើងទៅប្រើប្រាស់ធ្វើការបូតបានអូខេ